ก็ทางไกล่าวิเชียมันตะเพียบยืงจันชเนียเจียประตูจีไอ้กับบ้านไหนมันมาแต่ไวนะคอมปดังไวดัดคอมปดังไวบ่าย บาทจุดเรียบสู้บางโฟนบาทเอ้ยบางโฟนเลยบางโฟนบาชีวิตไก่ลาบุกกุลชีไก่ลาเนี่ยบองโอนกูนขมายสนายหากุนขมายทั้งออกนี่บาตาความโตรกลุ่มนึดនឹងមតិរបស់សុទ្ធីដែរឬទេបាទសម្រាប់លោកខ្ញុំគឺខ្ញុំពេញចិត្តនឹងគាំទ្រមតិរបស់សុទ្ធីដែលគាត់បានលើកឡើងថាកីឡាគឺជាមិត្តភាពការប្រកួតកីឡាគឺមិនមែនប្រកួតស្លាប់រស់សំដៅឲ្យបែកបាក់ណាបាទធ្ងន់ធ្ងរដល់ជីវិតឬក៏ពិការក្នុងមួយជីវិតនោះទេបាទចឹងហើយបានជាសកម្មភាពនៃការប្រកួតរបស់គាត់កន្លងមករាប់សិបឆ្នាំគាត់មិនងាយវាយគេឲ្យសន្លប់ហើយក៏គេមិនងាយវាយគាត់ឲ្យសន្លប់ដែរបាទនេះគឺជាសម្ដីបាទរបស់កីឡាពិតបាទដែលហៅថាកីឡាគឺជាមិត្តភាពបាទមិនមែនកីឡាជាសត្រូវទេគាត់និយាយបែបនេះគឺគាត់សំដៅទៅលើពាក្យមួយឃ្លាថាកីឡានាំមកនៅសុខភាពមិត្តភាពបាទចឹងហើយបានគាត់ប្រកួតគឺមិនងាយវាយឲ្យអ្នកណាសន្លប់ឬក៏បែកបាក់នោះឡើយចឹងសូមបងប្អូនកុំយល់ដូចបងប្អូនយើងមួយចំនួនតូចតែគាត់តែថាដាក់ទៅណានៅលើសៃវេនមិនមានការអត់ឱនមិនមានការអនុគ្រោះទេបើគេមិនដាក់យើងដាក់គេហើយតួយ៉ាងដូចជាបាទថៃរ៉េតប្រកួតនៅក្រៅប្រទេសជាដើមបាទណាកីឡាអស់គេហៅថាអស់ខ្យល់ហើយបាទស្លាប់ហើយបាទដួលហើយរៀបដួលហើយទៅហើយបាទគឺថាមិនយកអីទៅប៉ះវាក៏ដួលទៅដែរហើយហេតុអីបានទៅថែមគ្នាមួយជើងចំក្បាលទៀតបាទហេតុអីបានទៅថែមគ្នាមួយជើងចំក្បាលទៀតហើយខ្ញុំបានស្ដាប់ឮថាកីឡានៅលើសេវេនគ្មានការយោគយល់គ្មានការអនុគ្រោះអ្វីទេបាទបើគេមិនវាយយើងវាយគេបាទនេះគឺជាសម្ដីផ្ទុយអំពីកីឡានាំមកនៅសុខភាពនិងមិត្តភាពបាទសរុបសេចក្តីមកគឺខ្ញុំបាទដែលជាអ្នកគាំទ្រកីឡាចង់ឲ្យបងប្អូនកូនក្មួយទាំងអស់យកកីឡាគឺជាមិត្តភាពកីឡានាំមកនៅសុខភាពបាទកីឡាគឺមានភាពអនុគ្រោះគ្នាទៅវិញទៅមកដើម្បីកុំឲ្យមានរបួសស្នាមរហូតដល់បាទពិការបាទរហូតដល់ពិការយើងឃើញស្រាប់ហើយកាលណាពិការយើងមិនអាចទៅរកចំណូលអ្វីមកចូលគ្រួសារបានទេអញ្ចឹងចាំបាច់ត្រូវមានភាពអនុគ្រោះគ្នាទៅវិញទៅមកពិសេសគឺខ្មែរប្រកួតជាមួយខ្មែរបាទសូមអរគុណសូមជម្រាបលាបាទ